ចាសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំកញ្ញាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីវិធីបួងសក់ចំនួន2ម៉ូតនិងចងសក់1ម៉ូតដែលអ្នកទាំងអស់គ្នាអាចធ្វើដោយខ្លួនឯងទៅកម្មវិធីបានតោះឥឡូវយើងចូលមកដល់ម៉ូតសក់ទី1របស់យើងចាដែលម៉ូតសក់ទី1នេះគឺងាយមែនតើអ្នកទាំងអស់គ្នាគ្រាន់តែចងសក់ឡើងទាំងអស់ហើយបន្ទាប់មកចងខាងក្រោមមួយតង់ទៀតដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបន្ទាប់ពីចងតង់ខាងក្រោមហើយអ្នកទាំងអស់គ្នាយកសក់ដែលចងតង់ខាងក្រោមហ្នឹងចូលមកប្រឡោះកដាលសក់ដែលយើងបានចងពីតង់ហ្នឹងបន្ទាប់ពីយកហើយអ្នកទាំងអស់គ្នាព្យាយាមហែកសក់សងខាងឲ្យស្មើគ្នារួចរុញឡើងទៅលើបន្ទាប់ពីរុញឡើងទៅលើហើយយើងយកកស៊ូមមកចងឲ្យជាប់អ្នកទាំងអស់គ្នាត្រូវតែចងឲ្យជាប់ទើបសក់ហ្នឹងជាប់ល្អបន្ទាប់មកអ្នកទាំងអស់គ្នានៅសល់កតុយសក់ខាងក្រោមយើងហែកសក់ហ្នឹងជា2ហើយវិញចូលគ្នាវិញកុំឲ្យអស់វិញនៅសល់កតុយបន្តិចបន្ទាប់មកយើងបួងសក់ហ្នឹងឡើងទៅខាងលើចាំប្រឡោះកដាលសក់ដែលយើងចងហើយយើងចាប់ផ្ដើមយកកតុយសក់ហ្នឹងពាត់ចុះមកខាងក្រោមវិញហើយចងកស៊ូឲ្យជាប់បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែយកកូនតាគៀបដែលស្អាតមួយយកមកគៀបឲ្យចំប្រឡោះកដាលខាងក្រោមហ្នឹងឲ្យជាប់ទៅគឺរួចជាស្រេចមិនដែរអ្នកទាំងអស់គ្នារីសាម៉ូតទី1នេះគឺវាស្តៀងទៅនឹងម៉ូតចងបូដែរអញ្ចឹងឥឡូវយើងចូលមកដល់ម៉ូតទី2ដែលម៉ូតទី2នេះអ្នកទាំងអស់គ្នាត្រូវចងសក់ឡើងទាំងអស់ដែរប៉ុន្តែចងឲ្យបត់វាជា2ផងតែអ្នកទាំងអស់គ្នាបត់ជា2ណាអាកន្លែងបត់ជា2ហ្នឹងក៏យើងត្រូវចងឲ្យជាប់ដែរដើម្បីកុំឲ្យសក់យើងរេវាទៅឆ្វេងទៅស្ដាំហើយបន្ទាប់មកសក់កតុយសក់ខាងក្រោមក៏យើងហែកវាជា2ដូចគ្នារួចហើយយើងពាត់ឡើងមកខាងលើបន្ទាប់ពីពាត់ឡើងមកខាងលើហើយអ្នកទាំងអស់គ្នាយកកស៊ូមកចងនៅចុងសក់ខាងលើកុំចងដល់ខាងក្រោមឬក៏ពាក់កណ្ដាលណាយើងចងតែចុងសក់បានហើយបន្ទាប់ពីយើងចងជាប់រួចហើយយើងមូសក់នឹងមកជុំបើន័យថាយើងបត់ចូលក្នុងមកជុំបន្ទាប់មកកាច់សក់នឹងខ្វែងបន្ទាប់ពីកាច់ខ្វែងហើយយកដៃញុកចូលប្រឡោះសក់ហើយញាត់ទៅខាងក្រោមដើម្បីទាញកតុយសក់ដែលយើងចង់បត់ហ្នឹងឡើងមកខាងលើបើអត់សូវយល់អីដែលខ្ញុំនិយាយទេអ្នកទាំងអស់គ្នាអាចមើលនៅក្នុងវីដេអូហ្នឹងមួយបានហើយតែប៉ុណ្្នឹងគឺរួចជាស្រេចហើយអ្នកទាំងអស់គ្នាគ្រាន់តែសេរីឲ្យវាស្មើចាប់ហែកសក់ឲ្យមើលឃើញក្រាស់ទៅគឺរួចរាល់ជាស្រេចហើយនេះគឺរីសាម៉ូតទី2មិនដែរអ្នកទាំងអស់គ្នាម៉ូតនេះគឺ look clean ស្អាតមកចឹងតោះយើងចូលមកដល់ម៉ូតសក់ទី3ដែលម៉ូតសក់ទី3នេះគឺយើងចងបែបរបៀបម៉ូតសក់សុភាពនារីសុភាពចងទៅសាលារៀនក៏បានទៅធ្វើការក៏បានដែរដោយជាដំបូងឡើយអ្នកទាំងអស់គ្នាគឺពុះសក់ខាងមុខញែកចេញជា2សងខាងដូចដឺមីចឹងអ្នកទាំងអស់គ្នាបន្ទាប់មកនៅសល់សក់ខាងក្រោយគឺយើងលើកចងឲ្យអស់អ្នកទាំងអស់គ្នាចងខ្ពស់ក៏បានចងទាបក៏បានដែរម៉ូតនេះអាស្រ័យលើអ្នកទាំងអស់គ្នាស្រឡាញ់ខ្ពស់ចងខ្ពស់ស្រឡាញ់ទាបចងទាបបន្ទាប់មកអ្នកទាំងអស់គ្នាចាប់ពាត់សក់ដឺមីមួយចំហៀងយកមកក្របពីលើសក់ដែលយើងចងដើម្បីបាំងចំណងចងសក់ពាត់វាពី3ជុំរហូតដល់អស់កតុយសក់ទៅបន្ទាប់មកយើងយកតាគៀបខ្មៅយកមកខ្ទាស់វាឲ្យជាប់នៅខាងក្រោមហើយចំណែកសក់ម្ខាងទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងគឺយើងសិតវាឲ្យស្អាតមានរបៀបមកហើយយើងយកមកពាត់ពីលើចំណងចងសក់ដូចគ្នាធ្វើបែបនេះដូចមកចំហៀងទៀតអញ្ចឹងពាត់រហូតតតែអស់កតុយសក់នៅពេលដែលអ្នកទាំងអស់គ្នាពាត់អស់កតុយសក់ហើយយើងយកតាគៀបខ្មៅមកគៀបខ្ទាស់ពីក្រោមដូចគ្នាអ្នកទាំងអស់គ្នាព្យាយាមខ្ទាស់ឲ្យជាប់ព្រោះដោយសារតែអ្នកទាំងអស់គ្នាខ្ទាស់អត់ជាប់ទេសក់នឹងរបូតមកហើយតែប៉ុណ្ណឹងគឺរួចជាស្រេចហើយបើសិនជាអ្នកទាំងអស់គ្នាមានកូនសក់បាញញ៉ៃអ្នកទាំងអស់គ្នាអាចលាបជែលឬក៏លាបចំហួយថែមក៏បានដែរតែសម្រាប់ខ្ញុំចូលចិត្តបែបហ្នឹងឲ្យមានកូនសក់បាសតិចអញ្ចឹងគឺវាមើលទៅរៀងស្អាតអញ្ចឹងមិនដែរអ្នកទាំងអស់គ្នាសម្រាប់រីសាម៉ូតសក់ចុងក្រោយនេះគឺបែបម៉ូតសុភាពជាងគេ